សិនជាកុំព្យូទ័រ all in one ដែលវាមានបញ្ហាបាទបែបនេះវាអត់ display ដើរទៅដល់ Windows គឺបងប្អូនចុចបាទប៊ូតុង power បាទឲ្យ alert តែម្ដងបាទចុចប៊ូតុង power បងប្អូនណាបាទចុចប៊ូតុង power ឲ្យបាទឲ្យជាប់ហើយតតែវា alert ចឹងបងប្អូនណាបាទរួចហើយគឺយើងចុចបើកសារឡើងវិញហើយចុច F2 បាទចុច F2 បងប្អូនណាបាទចុចលើ keyboard ចុច F2 មកបាទឲ្យបាទ F2 បាទបើមិនដំណើរការទេបងប្អូនចុចបិទមកទៀតហើយចុចពាក្យ delete បងប្អូនណាបាទចុចពាក្យdelete លើ keyboard បាទពាក្យ delete ចុចតគេហៅថាចូលដល់CMOS របស់ Windows បងប្អូនណាបាទចុចដល់បែបនេះហើយគឺយើងយករកកន្លែងកែបងប្អូនណាបាទកន្លែងកែរបស់ file Windows បងប្អូនបាទគឺយើងចូលកន្លែងពាក្យថា boot វាមានកន្លែងគេហៅថាបាទ option របស់វាហ្នឹងវាកុំព្យូទ័រខ្លះវាផ្សេងពីគ្នាដែរបងប្អូនណាបាទតែយើងរួមមើលតាមនោះតែបាទកន្លែងខ្លះគឺវានៅកន្លែងពាក្យ advanced បាទកន្លែងខ្លះនៅពាក្យ boot ហើយបាទយើងចូលនៅដល់ពាក្យថាCSM បងប្អូនណាបាទវាពាក្យហ្នឹងមកបាទពាក្យហ្នឹងហើយយើងចុច enter ចុច enter បាទ enter ហើយគឺយើងត្រូវកែ file វាទេបងប្អូនណាបាទ Windows ខ្លះគាត់ប្រើ file ជាបាទ UFI នេះបាទ Windows ខ្លះគាត់ប្រើ file legacy នេះបងប្អូនណាបាទអញ្ចឹងបើសិនតែយើងដាក់UFI វាអត់ដើរបាទវាអត់ដើរគឺយើងដាក់ file ជា legacy បងប្អូនណាបាទយើងដូរចុច enter ជាពាក្យហ្នឹងមកហើយយកពាក្យថាបាទ legacy តើបើវាអត់ដំណើរការគឺបងប្អូនយកUFI ខាងលើវិញបាទខាងលើវិញហើយបងប្អូនមកកែកន្លែងបាទកន្លែងនេះបាទយកUFI បាទបងប្អូនណាបាទយក UFI មកបាទដែលបងប្អូនកែកន្លែងនេះបាទដាក់ UFI ហើយបាទយើងចុច F10 បងប្អូនណាបាទ F10 សម្រាប់យើង save បាទសម្រាប់យើង save ឲ្យ Windows បាទវាហៅថាreset បងប្អូនណាបាទ reset ឬក៏គេហៅថាបាទ0 GB នេះមានន័យថាបាទ hard disk ឬក៏ SSD M.2 របស់បាទកុំព្យូទ័របាទមិនថាកុំព្យូទ័រ all in one ឬក៏ laptop ឬក៏ desktop ទេបងប្អូនណាគឺវាខូចបាទអានេះគឺជាការចែកលេខមួយបងប្អូនណាបាទហើយដូចជាបាទ hard disk គឺជាប្រភេទបែបនេះបងប្អូនណានេះគឺប្រភេទ hard disk ដែលប្រើជាមួយនឹងកុំព្យូទ័រ all in one ក៏បានកុំព្យូទ័រ desktop ក៏បានកុំព្យូទ័របាទ PC laptop ក៏បានដែរបងប្អូនបាទប្រភេទ hard disk តូចនេះបាទកុំ all in one បងប្អូនដែលមានបញ្ហាខូចបាទដូចជាបាទនេះគេហៅថា M.2 ឬក៏ M SATA អញ្ចឹងបងប្អូនណាបាទបងប្អូនមួយចំនួនធំគឺគាត់ស្គាល់ពាក្យថា M.2 បាទ M SATA វារៀងខ្លីជាងបងប្អូនណាបាទវារៀងខ្លីជាងM2 បងប្អូនបាទហើយដូចជាបាទ RAM អីចឹងបងប្អូនណាបាទ all in one ប្រព័ន្ធនេះគឺបញ្ហាខូចSATA បងប្អូនបាទSATA នេះគឺសម្រាប់ផ្ទុកឯកសារឬក៏សម្រាប់ផ្ទុក Windows បងប្អូនបាទសម្រាប់ឲ្យកុំព្យូទ័របងប្អូនដែលបាទទៅបាទមានកម្មវិធីឧទាហរណ៍ Word Excel អីចឹងទៅគឺត្រូវការផ្ទុកនៅក្នុងSATA ហ្នឹងបងប្អូនបាទហើយបងប្អូនចង់អាប់បាទដាក់បាទ hard disk បាទមួយទេអីបន្ថែមសម្រាប់នៅក្នុងកុំព្យូទ័រ all in one អញ្ចឹងបងប្អូនណាគឺបងប្អូនអាចដាក់បានបាទគេហៅថាបាទ M-SATA 128GB បូកជាមួយនឹង hard disk មួយទេអញ្ចឹងទៅឬក៏ 5GB អញ្ចឹងទៅបងប្អូនណាបាទក៏ដាក់បានដែរបាទហើយបើសិនជាបាទមួយទៀតall in one បងប្អូនដែលគាត់ចង់អត់ចង់ប្រើ M-SATA ក្រែងវាមិនសូវធន់អីចឹងទៅគាត់ចង់ប្រើជា SSD អីក៏បានដែរបងប្អូនណាបាទ SSD បាទបូកជាមួយនឹង hard disk បាទមួយទេអញ្ចឹងទៅបាទ SSD 256ឬក៏512បូកជាមួយនឹង hard disk មួយទេអញ្ចឹងទៅក៏បានដែរបងប្អូនហើយជាមួយនឹងបងប្អូនចង់អាប់date ជាមួយនឹង RAM បាទតតែ board all in one ខ្លះគាត់មាន slot ដាក់ RAM 2អញ្ចឹងទៅបងប្អូនបាទឬក៏បាទសេរីខ្ពស់អញ្ចឹងទៅអាចដាក់គេថា DVR4 អញ្ចឹងទៅអាចដាក់មកដើម 16GB អញ្ចឹងទៅក៏បានដែរបើសិនជា slot board ហ្នឹងវាមានតែមកដើមបងប្អូនណាបាទហើយបើសិនជា DVR3L គឺដាក់អត់បានទេបងប្អូនតតែគេហៅថា slot RAM ហ្នឹងវាមាន2ដើមបាទអាចដាក់ 16GB បានបងប្អូនបាទអរគុណបងប្អូនគ្រាន់តែជាវីដេអូបាទ
បញ្ជាក់បាទជូនពុកម៉ែបងប្អូនដែលគាត់ចង់បានជាមួយ all in one ដែលទំហំបន្ទុកឯកសារធំបាទឬក៏បាទបងប្អូនគាត់ចង់អាប់ដេតជាមួយនឹង RAM កាន់តែធំឲ្យលឿនកាន់ដំណើរការកាន់តែលឿនអញ្ចឹងបងប្អូនណាបាទឬក៏ computer បងប្អូនដែលមានបញ្ហាបាទបែកអេក្រង់បាទបែកអេក្រង់ឬក៏ board មិនដំណើរការអញ្ចឹងទៅបាទខាង VS ខ្ញុំគឺមាន stock គ្រឿងបន្លាស់ជាច្រើនបាទនៅក្នុង stock បងប្អូនណាបាទសម្រាប់ដូចជា board បងដូចជា board បាទប្រភេទ all in one បាទ CPU Core i3 បាទចំនួន2ចំនួន3ហ្នឹងបងប្អូនណាបាទគឺឲ្យបានមាន stock បាទនេះគឺជា board i5 ចំនួន3 RAM 8GB បាទ M SATA 128GB បងប្អូនបាទហើយតម្លៃក៏ធូរថ្លៃទេបងប្អូនបាទបងប្អូន